ច្បាប់ធម្មជាតិគឺគិតថាគាត់ឆ្លងកាត់ទៅតាមធម្មជាតិអាយុ70ឆ្នាំយើងក៏គិតថាចាស់ហើយជរាដែរហើយណាគាត់បានឆ្លងកាត់នៅជាតិកំណើតបានឆ្លងកាត់នៅព្យាធិបានឆ្លងកាត់នៅជរាបានឆ្លងកាត់នៅមរណៈដែលជាទុក្ខទាំង4ដែលព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីទុក្ខទាំង4កងនេះគឺទុក្ខព្រោះការកើតលោកហៅថាជាតិទុក្ខទុក្ខព្រោះជំងឺលោកហៅថាព្យាធិទុក្ខទុក្ខព្រោះការចាស់ទ្រុឌទ្រោមក្រំគ្រាលោកហៅថាជរាទុក្ខហើយនឹងទុក្ខព្រោះការស្លាប់ប្រត់ប្រាស់គេហៅថាមរណៈទុក្ខដោយញោមឧបាសិកាវងមុនគាត់បានទាំង4គាត់ឆ្លងកាត់ទាំង4ហើយនៅឡើយតែយើងទាំងអស់គ្នានេះឯងជាអ្នកនៅមានជីវិតនេះបើនិយាយឲ្យស្រួលស្ដាប់ទៅហៅថាជាបេក្ខភាពមរណៈគ្រប់គ្នានឹងឯងគ្មានពីណាមួយជាផុតទេគ្រាន់តែដើរទៅយូរនឹងឆាប់មុននឹងក្រោយទៅតាមកម្លាំងបុណ្យឬទៅតាមកម្លាំងកម្មដែលខ្លួនឯងបានសាងមកទល់នឹងប៉ុណ្ណេះញោមញាតិបជន60ឆ្នាំ70ឆ្នាំ80ឆ្នាំនេះញោមញាតិសុទ្ធតែបានឆ្លងកាត់នៅរឿងរ៉ាវ3ហើយទី1ជាតិកំណើតហ្នឹងញាតិញោមបានកើតរហូតមានបជននៅប៉ុណ្ណេះញោមបានឆ្លងវាមួយហើយទី2ជាធិទុក្ខទុក្ខព្រោះការឈឺជំងឺផ្សេងក៏ញោមញាតិឆ្លងវាមកច្រើនប៉ុន្តែអត់ទាន់ផុតទេមកទល់សប្តាហ៍ហ្នឹងញាតិញោមនៅតែឈឺណានៅទទួលទានកិលេសភេសជ្ជៈសំដៅទៅលើថ្នាំសង្កូវផ្សេងហ្នឹងយើងកំពុងតែទទួលទានប៉ុន្តែយើងអត់ទាន់ឆ្លងផុតទេក៏ប៉ុន្តែយើងបានជួបប្រទះវាហើយមួយទៀតចរិយាគឺការចាស់ទ្រុឌទ្រោមក្រំគ្រាទាំងឡាយដែលញោមបជនប៉ុណ្ណេះហាក់បីដូចជាចាត់ចូលទៅក្នុងចរិយាដែរហើយណាគឺការទ្រុឌទ្រោមថមថយកម្លាំងថមថយបញ្ញាថមថយគ្រប់យ៉ាងទាំងអស់ដែលវាវិវត្តពី1ម៉ោងទៅ1ថ្ងៃពី1ថ្ងៃទៅ1ខែពី1ខែទៅ1ឆ្នាំនេះឯងវិវត្តទៅរកចរិយាទុកនឹងឯងនៅតែមរណៈទុកមួយទៀតទេដែលយើងគ្រប់គ្នានេះអត់តន់ដើរទៅដល់ឬក៏អត់តន់កម្លាំងកម្មរបស់យើងនឹងអស់កម្លាំងបនរបស់យើងនឹងមិនតន់អស់យើងក៏បន្តនៅមានជីវិតរហូតមកទល់នឹងពេលឥឡូវហ្នឹងប៉ុន្តែសួរថាគ្រប់គ្នាទាំងអស់ណាទាំងកូនប្រសាកូនបង្កើតរបស់គាត់ទាំងក្មួយទាំងចៅក្រុមញាតិរបស់គាត់ទាំងអស់ដែលមូលមតិគ្នាប្រពបនឲ្យគាត់នេះមកទល់ឥឡូវហ្នឹងសួរថាអាចមានពីណាគេប្រាំងចាកកិច្ចផុតអំពីទុកទាំង4កងនឹងដោយបឋមជនបញ្ញានឹងបានទេកិច្ចអត់តន់រួចទេថ្ងៃមុខទៅគង់តែនឹងមរណៈដូចតែលោកយាយវងមុននេះដូចគ្នាអញ្ចឹងគ្រាន់តែសភាពនៃការមរណៈរបស់មនុស្សគ្រប់គ្នានឹងអត់ដូចគ្នាទេដូចអាត្មាចម្រើនពរខាងដើមហ្នឹងវាទៅតាមកម្លាំងនៃកម្មដែលយើងបានសាងអ្នកខ្លះក៏មរណៈទៅដោយចរិយាអ្នកខ្លះក៏មរណៈទៅដោយឧបតវហេតុអ្នកខ្លះក៏មរណៈទៅដោយហេតុផ្សេងនៅក្នុងសង្គមនេះបច្ចុប្បន្នញោមញាតិក៏មើលឃើញច្រើនទៅលើហេតុនៃមរណៈដែលគ្រប់គ្នាស្លាប់នោះគឺមិនមែនសុទ្ធតែដូចគ្នាទេមិនមែនគ្រប់មនុស្សទាំងអស់សុទ្ធតែអាយុចាស់បានគាត់ស្លាប់ទេមិនមែនគ្រប់មនុស្សទាំងអស់សុទ្ធតែស្លាប់ដោយស្រួលទេនៅក្នុងព័ត៌មានមួយដែលតកតងទៅនឹងជីវ័នចិត្តគេនិយាយអំពីហេតុនៃសេចក្តីស្លាប់
ពេលដែលចិត្តផុតដង្ហើមហ្នឹងលោកថាមនុស្សគ្រប់រូបទាំងអស់សុទ្ធតែមានសមានិជីវ័នចិត្តដង្ហើមចុងក្រោយមុននឹងស្លាប់ទោះយើងស្លាប់ដោយហេតុណាក៏ដោយយើងមរណៈដោយហេតុគ្រោះថ្នាក់ចរាចរណ៍មរណៈដោយលំទឹកមរណៈដោយអត្តឃាតឬក៏មរណៈដោយជរាទេឲ្យតែឈ្មោះថាស្លាប់ផុតដង្ហើមហ្នឹងគឺសុទ្ធតែឆ្លងកាត់នៅសមាជីវ័នចិត្តចុងក្រោយហ្នឹងដូចគ្នាអញ្ចឹងនៅមានញោមញាតិមួយចំនួនគាត់លើកឡើងថាអីលោកយាយកលោកយាយខគាត់ស្លាប់ស្រួលសម្រានទៅស្លាប់ទៅហ្មងអត់ប្របាកចម្រើនពរញោមញាតិថាសេចក្តីស្លាប់ដាច់ដង្ហើមនឹងអត់មានបុគ្គលណាមួយស្លាប់ដោយស្រួលទេណាអត់មានទេណាញាតិញោមចង់ដឹងថាជីវ័នចិត្តដែលហៅថាដង្ហើមចុងក្រោយរបស់មនុស្សពេលដែលទៀបនឹងស្លាប់ហ្នឹងប្របាក់ប៉ុណ្ណាញាតិញោមដកដង្ហើមចូល7ដងដោយកងខ្លុំខ្យល់ចេញដកតែចូលហើយរាប់មួយដកចូលមួយទៀតរាប់ទៀតរហូតដល់7ដងកងខ្លុំចេញណាយើងប្របាក់ក្នុងខ្លួនបែបណាមនុស្សទៀបនឹងដាច់ខ្យល់គឺបែបនោះដែរទោះជាគាត់សម្រានហើយទៅផ្លឹងក៏ដោយក៏អាសេចក្តីប្របាក់វាកោលស្លេះរហូតស្ទះកំពុងខ្យល់ដកដង្ហើមមកកើតជាហេតុនៃលំបាកតែគ្រាន់តែយើងវាអត់ឃើញសភាពក្នុងខ្លួនរបស់គាត់តើនេះញាតិញោមប៉ុន្តែញាតិញោមកុំអនុវត្តរហូតដល់7ដងណាប្រយ័ត្នដាច់ខ្យល់កុំអនុវត្តប៉ុន្តែបើញោមចង់ដឹងញោមសាថាមនុស្សរៀបនឹងស្លាប់ហ្នឹងប្របាក់ប៉ុណ្ណាដកដង្ហើមចូលប៉ិនកុំលួចដកចេញណាដកចូលហើយចូលទៀតឲ្យគ្រប់5 6ដងខ្ញុំដឹងថាអន្ទះអន្តែងប៉ុណ្ណាសរសៃឈាមទាំងឡាយរបស់យើងវាចាប់ផ្ដើមកធិកធៈដែលខ្មែរយើងហៅថាស្លឈាមណាគ្រប់សេចក្តីស្លាប់ទាំងអស់អត់មានសេចក្តីស្លាប់មួយណាដែលស្រួលទេណាញោមទោះជាឧទាហរណ៍ថាគ្រោះថ្នាក់ចរាចរណ៍មកប៉ាំងហើយត្រង់ជើងស្ដុកហ្នឹងក៏នៅមានអាដង្ហើមចុងក្រោយ7វិនាទីហ្នឹងដែរឬក៏5វិនាទីអាស្រ័យទៅតាមសុខភាពរបស់មនុស្សហ្នឹងប្រសិនណាបើមាននរណាម្នាក់ពោលថាម្ដាយរបស់ខ្ញុំគាត់ស្លាប់ទៅស្រួលអត់មានប្របាកអត់មានណាកងែងកងងដៃអត់មានសលេសលើភ្នែកឡើងលើមុខក្រោយអត់មានគាត់សម្រានទៅស្រួលវាគ្រាន់តែជារូបភាពមួយដែលយើងឃើញពីសម្បកក្រៅយើងអត់ដឹងពីវេទនានៅក្នុងខ្លួនគាត់ប៉ុណ្ណាពេលដែលគាត់រៀបនឹងផុតដង្ហើមទេណាអាត្មាបានមើលសិភៅហ្នឹងទៅក៏រៀនអនុវត្តទៅប៊ីដាច់ខ្យល់តាមគេមែនវាពិបាកណាខ្ញុំគិតធាក់ក្នុងខ្លួនប៉ុន្តែតែយើងចង់ដឹងមូលហេតុដើម្បីបានជាប្រយោជន៍មកបញ្យលញោមញាតបន្តហ្នឹងសាកទៅប៉ុន្តែពីអាត្មាទៅកុំចម្រើនពរឲ្យញោមសាកមិនបាច់សាកទេដឹងតែត្រឹមអាត្មាទេប្រាប់ហ្នឹងបានហើយព្រោះញោមញាតបញ្ជនច្រើនហើយដង្ហើមរបស់ញោមញាតចាស់នេះក៏អត់អំណោយផលល្អដែរញោមដើរតែ2 3ត្រឡប់ទាំងហក់ហើយចុះទាំងរំតែធ្វើអនុវត្តតាមនឹងទៀតតែ3ហ្នឹងទៅបាត់ហើយត្រង់ជើងផ្លឹងលើហើយអញ្ចឹងកុំសាគាត់តែចម្រើនពោលថាសេចក្តីស្លាប់អត់មានពីណាគេស្រួលទៅដូចដេកលក់ទេណាកុំចង់ឈ្នះលើការពិតណាញោមកុំចង់ដឹងថាអញចង់ដឹងថាពេលលោកទេថាចិត្តងាប់ហ្នឹងវាពិបាកមិនសាកមើលប្រយ័ត្នអត់មានពេលត្រឡប់មកនិយាយប្រាប់គេវិញថាពិបាកបែបណាណាតែទៅហើយអត់ដូចមនុស្សពេលដែលស្លាប់ឬក៏មនុស្សពេលដែលដេកលក់ទេមនុស្សពេលដែលដេកលក់វានៅមានម៉ោងនៅមានពេលដើម្បីនឹងភ្ញាក់មកវិញមនុស្សពេលស្លាប់ដូចគ្នាវាមានពេលមានវេលាដើម្បីនឹងដឹងខ្លួនមកវិញប៉ុន្តែមនុស្សដែលស្លាប់ទៅហើយនេះដែលយើងហៅថាមរណៈនេះគឺមានតែសំឡេងមេក្រូសំឡេងអាចារ្យសំឡេងប្រសង់សំឡេងតហោយំរបស់ក្រុមគ្រួសារតែប៉ុណ្ណឹងព្រោះការស្លាប់ទៅនេះទោះជាយើងបែបបន់
លោកអ្នកបកែនៅលើផែនដីប៉ុណ្ណាក៏ដោយក៏យើងអត់អាចបន់មនុស្សដែលស្លាប់ទៅហើយនឹងឲ្យរស់មកវិញបានទេញាតិញោមឧស្សាហ៍លឺអាត្មាចម្រើនពរពីបុគ្គលាទិដ្ឋានមួយដែលនាងកេសាកោតមីដែល3កូនខ្លួនឯងដែលស្លាប់ទៅហើយទៅពឹងគេពឹងឯងឲ្យរកថ្នាំមកឲ្យព្យាបាលហើយទៅបានក្របស្បៃមកក្របដែលព្រះពុទ្ធព្រះអង្គប្រើទៅនោះខ្ញុំធ្លាប់ឮដែរណាគ្មានអ្វីមួយដែលអាចចម្រើនឲ្យសេចក្តីស្លាប់នឹងរស់ឡើងមកវិញទេសូម្បីតែព្រះបរមសាស្តាណានឹងសម័យដល់ព្រះពុទ្ធព្រះអង្គគង់នៅផងក៏ព្រះអង្គមិនអាចប្រោសមនុស្សដែលស្លាប់ហើយរស់ឡើងវិញបានទេព្រោះវាជាវត្តដាក់វាជាច្បាប់នៃធម្មជាតិកើតចាស់ឈឺស្លាប់ដែលជាទុកទាំង4កងនៃមនុស្សគ្រប់គ្នាទាំងអស់ទាំងប្រសង់ទាំងប្រសពទាំងអស់លោកអ្នកចេះដឹងបណ្ឌិតគ្រប់ឋានានុក្រមគ្រប់ទួនាទីគ្រប់យុស័ក្តិទាំងអស់គឺសុទ្ធតែមានសេចក្តីស្លាប់នឹងហើយបើលឺពីណាម្នាក់ពូកែទុះទាយពូកែសពគ្រប់បែបយ៉ាងចូលយើងទៅសុំគាត់ឲ្យប្រោសមនុស្សដែលស្លាប់ហើយដឹងខ្លួនមកវិញទៅមើលទោះជាមិនបានដឹងខ្លួនរយៈពេលយូរក៏ហីទៅចោះសូមត្រឹមតែមនុស្សពេលដែលស្លាប់រឹងដូចគល់ឈើអញ្ចឹងឲ្យគាត់មកប្រោសសូមឲ្យឆ្លើយជាមួយយើងតែមួយម៉ាត់ទៅក៏យើងថាអស្ចារ្យដែរប៉ុន្តែនៅលើផែនដីហ្នឹងមានទេញោមមានមនុស្សណាម្នាក់ដែលប្រោសអ្នកស្លាប់រឹងដូចគល់ឈើឲ្យមករស់ឡើងវិញកើតទេញាតិញោមតែប្រទេសទេมันមានទេដោយសារវាជាច្បាប់នៃធម្មជាតិហើយវិញ្ញាណខណ្ឌដែលស្លាប់ទៅប្រជាជនខ្មែរយើងតែងតែមានជំនឿហៅថាអបិយជំនឿបើសិនជាអ្នកស្លាប់នឹងគាត់ជាឪពុកគាត់ជាម្ដាយកូនចៅទាំងឡាយតែងតែមានអបិយជំនឿមានអារម្មណ៍ថាម៉ែខ្ញុំមិនតន់ទៅចាប់ទៀតទេគាត់នៅមើលកូនចៅគាត់នៅមើលថែកូនចៅគាត់ឪខ្ញុំគាត់មិនតន់ទៅចាប់ជាតិទេគាត់នៅមើលថែកូនចៅគាត់ចំពោះកន្លែងនេះបើញោមញាតស្ដាប់អាត្មាសម្ដែងពធរដងញាតញោមយល់ចិត្តទេបដិសន្ធិគណៈចិត្តដែលផុតដង្ហើមពេលណាវិញ្ញាណក៏ទៅបដិសន្ធិបាត់គណៈនំដែរអត់មានវិញ្ញាណឯណានៅរេរោនៅឈោលំឈោបលាឈោឲ្យកូនចៅឃើញមិនមានទេវាលែងតែមួយទេវាលែងតែគាត់ទៅចិត្តទេបដិសន្ធិជាកំណើតអសូរកាយគាត់ទៅកើតបាត់ហើយប៉ុន្តែកំណើតរបស់គាត់នឹងជាកំណើតអសូរកាយពួកវានឹងជាឧបបាតកកំណើតកើតដោយកម្មខ្លួនឯងហើយកើតមកធំដោយឯងតែហ្មងកំណើតឧបបាតកកំណើតហ្នឹងដូចជាពពួកគ្រប់ពពួកនីពពួកកណោពពួកទេវតាអីហ្នឹងណាញោមពួកទេវតាពួកគ្រប់ពួកនីពួកកណោពួកយៈកន្ធប់អីហ្នឹងអសូរកាយទាំងឡាយហ្នឹងពួកហ្នឹងចាប់កំណើតមកគឺវាមានរូបរាងអញ្ចឹងតែហ្មងវាអត់កើតចេញពីផ្ទៃម្ដាយដោយមនុស្សយើងទេណាជាឧបបាតកកំណើតគឺកើតដូចជប់អញ្ចឹងកើតមកដោយឯងកើតមកដោយធំធាត់ឯងអញ្ចឹងខ្លាចក្រែងតែកំណើតរបស់អ្នកមានគុណរបស់យើងហ្នឹងគាត់ទៅយកកំណើតជាបដិសន្ធិជាកំណើតអសូរកាយហ្នឹងទើបបានយើងឃើញថាអូម៉ែខ្ញុំមិនតន់ទៅចាប់ជាតិឃើញគាត់នៅឈរគាត់នៅមកបញ្យលសពគាត់នៅឃ្លាននេះឃ្លាននោះគាត់តាមពិតគាត់ទៅចាប់កំណើតនៅតាំងពីគណៈចិត្តគាត់ផុតដង្ហើមទៅម្លេះគាត់ទៅបដិសន្ធិនៅក្នុងនោះហើយវាខ្លាចក្រែងដែរជាបដិសន្ធិកំណើតអសូរកាយអញ្ចឹងទៅប៉ិនបើឲ្យនៅមានវិញ្ញាណឯណាវល់ថាចាំ7ថ្ងៃបានទៅចាប់ជាតិអត់មានទេគ្រាន់តែជាពាក្យចចាមអារាមជាអបិយជំនឿដែលខ្មែរយើងបន្សល់តគ្នាមកណាបន្សល់តគ្នាមកហ្នឹងមិនយ៉ាងដូចរឿងមេនអញ្ចឹងណាមេនឬហៅថាបច្ឆាមេរុហ្នឹងណា
ដែលមែនតើទៅសិក្សាពីប្រវត្តិសាស្ត្រពីដើមមកណាមិនដឹងថាពីសម័យណាទេប៉ុន្តែពីដើមមកមេរុកឬក៏មេនទីបច្ឆាដែលបូជានេះពីដើមគឺមានតែសម្រាប់អ្នកដែលមានយុះមានស័ក្តិនៅក្នុងស្រុកភូមិមានស្នាដៃដូចជាសក្តិវត្តចៅអធិការវត្តឬក៏គ្រូសូត្រស្ដាំឆ្វេងពេលលោកអនិច្ចធម៌ទៅគេធ្វើមេនគេធ្វើមេរុហ្នឹងដើម្បីសម្ដែងគុណូបការៈអំពីការលះបង់កម្លាំងកាយពលពលីនៅក្នុងសាសនាមួយហ្នឹងណាប៉ុន្តែចំណេចេរកាលក្រោយមកគឺថាឲ្យតើអ្នកណាមានធនធានក៏ធ្វើទៅដើម្បីសម្ដែងចេញនៅការដឹងគុណរបស់ឪពុកម្ដាយជាលើកចុងក្រោយព្រោះផុតតែពីនឹងទៅនៅសល់តែឆ្អឹងមកក្តាប់ដៃតូចទេណាទោះជាអ្នកនឹងមានធំប៉ុណ្ណាក្តីអ្នកនឹងមានប៉ុណ្ណាក្តីអ្នកនឹងស្អាតប៉ុណ្ណាក្តីចំបញ្ចប់នៃជីវិតហ្នឹងគឺនៅសល់តែមកក្តាប់ហ្នឹងទេណាញោមអាចារ្យគាត់ធ្វើកិច្ចរើសយកតែឆ្អឹងណាដែលអាចរក្សាទុកបានសល់ប៉ុណ្ណាក៏បដែតនៅក្នុងគង្គគាទៅណានេះមកផ្នែកទៅណាចូលសាច់ធម៌មកវិញក្រៅពីទុកទាំង4ដែលហៅថាជាតិជរាព្យាធិនិងមរណៈយើងនៅជួបរឿងផ្សេងទៅទៀតក្រៅអំពីទុកទាំង4កងហ្នឹងយើងនៅជួបរឿងផ្សេងតាំងកាប់ពិតទៅខ្ញុំឆ្លងផុតជាតិតែទុកមួយហើយខ្ញុំឆ្លងផុតជរាទុកមួយហើយខ្ញុំឆ្លងផុតជាធិទុកមួយហើយនៅសល់មរណៈទុកមួយទៀតដែលគ្រប់គ្នាមិនអាចគេចផុតឡើយទៀតណាអត់អាចគេចផុតទេអ្នកខ្លះគាត់ថាបកុងតែនឹងស្លាប់ដដែលធ្វើអីឲ្យសបាយឲ្យអស់ចិត្តអស់ចង់សិនបើជាតិនឹងដឹងតែមិនរស់អានេះជាភាសាលេងសើចរបស់មនុស្សមួយចំនួនណាញោមណាគាត់ថាជាតិនឹងដឹងតែមិនរស់ហើយចឹងធ្វើអីឲ្យសបាយទៅឃើញលងងាប់ទៅបានស្គាល់រសជាតិផ្សេងទាំងដែលមិនតាន់ដឹងផងថាក្រោយពេលដែលយើងស្លាប់ទៅនឹងនឹងទៅកើតនៅទៅណាតើមានអ្វីដើម្បីយកបដិសន្ធិចិត្តកំណើតរបស់យើងពេលដែលដាច់ដង្ហើមហ្នឹងឲ្យឃើញសួគ៌សុគតិនោះឲ្យឃើញកំណើតដែលសំគួរដែលកើតសារជាថ្មីហ្នឹងវាអត់មានស្អីជាស្ពានអត់មានស្អីដើម្បីយឹកយោងបដិសន្ធិចិត្តមុននឹងស្លាប់ហ្នឹងឲ្យកតិនិមិត្តអារម្មណ៍និមិត្តភពនិមិត្តហ្នឹងឲ្យឃើញទីកន្លែងដ៏សំគួរដែលត្រូវកើតហៅថាសុគតិភពហ្នឹងនៅក្នុងសង្វេយនគាថាមួយលោកនិយាយថាសពេសត្តាមរិសន្តិមរណន្តੰហិជីវិតੰយថាកម្មញ្ញកមេសន្តិបញ្ញបាបផលោបគានិរយ៉ាងបាបកម្មន្តាបញ្ញកម្មមាចសុគតੰតាស្មាក្រយកល្យាននិច្ចយ៉ាងសម្រាយិកាជាដែរលោកថាម៉េចសត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់គ្នាអញ្ចឹងណាគ្មានបុគ្គលណាម្នាក់កិច្ចផុតរួចផុតអំពីក្រញាំនៃជាតិជ្រាបជាធិមរណៈនេះទេណាលោកថាសត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់គ្នាពាក្យថាទៀងហ្នឹងវាថាគង់តែនឹងស្លាប់គ្រប់គ្នាព្រោះថាជីវិតរបស់សត្វទាំងឡាយសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាឃើញទេតែបាត់តែឥឡូវហ្នឹងយើងអត់ទាន់ឈឺទេឥឡូវហ្នឹងយើងអត់ទាន់ជរាទេឥឡូវហ្នឹងយើងអត់ទាន់មរណៈទេប៉ុន្តែសុទ្ធតែមានសេចក្តីស្លាប់នៅខាងចុងបំផុតគ្រប់ប្រាណាម្យ៉ាងទៀតសត្វទាំងឡាយរមែងទទួលយកនៅផលបុណ្យផលបាបទៅតាមយថាកម្មដែលខ្លួនបានសាងអ្នកដែលបានធ្វើអំពើល្អតែងតែកើតនៅក្នុងសុគតិភពអ្នកដែលធ្វើអំពើអាក្រក់តែងតែសោយទុក្ខក្នុងនរកព្រះអង្គទ្រង់បង្រៀនឲ្យមនុស្សយើងស្គាល់អំពីការបដិបត្តិទៅរកផ្លូវដ៏ត្រង់ជាមជ្ឈិមបដិបទា
ប៉ុន្តែព្រះអង្គមិនបង្រៀនយើងឲ្យសុំទេឧទាហរណ៍មួយញោមទាំងអស់គ្នាធ្វើបន់អញ្ចឹងហើយញោមមកសុំអាត្មាដេចគុណណាហើយសុំឲ្យកណាបានសុខសុំឲ្យកណាជាជំងឺជាភិក្ខទាំងឡាយទាំងពួងហើយអាត្មាជាប្រសង់បើសិនជាអាត្មាមានសេចក្តីសន្តោសប្រោសបណីក៏ឲ្យពោញោមទៅចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰពលំណាគ្រាន់តែជាការឆ្លើយតបដែលទាយុលោកអ្នកម្ចាស់ទានទេប៉ុន្តែពីអាត្មាទៅបើអាត្មាឲ្យពោអញ្ចឹងហើយញាតិញោមអត់បដិបត្តិញាតិញោមទទួលបានទេដូចចំណេះដឹងជាដើមញោមអត់ដែលចូលរៀនសោះញោមអត់ដែលចូលសាលាសោះញោមអង្គុយបន់សូមឲ្យខ្ញុំចេះមកសូមឲ្យខ្ញុំរៀនឆាប់ចេះឆាប់ចាំតែយើងមិនខ្ចីរៀនយើងមិនខ្ចីទៅសាលាចេះដែរញោមអត់ទេតួយ៉ាងព្រះដ៏មានពភាកអញ្ចឹងដូចគ្នាទ្រង់បង្រៀនមនុស្សឲ្យរកផ្លូវជាមជ្ឈិមបដិបត្តិដើរត្រង់ទៅរកអរិយសច្ចៈទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈចាក់ធ្លុះទៅដល់អដ្ឋង្គិកមៈទាំង8ទៀតនោះសុទ្ធតែជាមាគ៌ាដើម្បីរលាស់ខ្លួនឯងនឹងឲ្យចេញចាកកិលេសរលាស់ខ្លួនឯងនឹងឲ្យឆ្លងផុតវត្តដាក់មួយនេះគឺបរិនិព្វានប៉ុន្តែមនុស្សយើងដែលមានការគិតយើងមិនអាចបន្ទោសទេប៉ុន្តែការគិតរបស់គាត់នៅមានកម្រិតគាត់គិតតែពីសុំហើយប្រាថ្នាសុំហើយប្រាថ្នាសុំហើយប្រាថ្នាទាំងតែពេលខ្លះគាត់មិនបដិបត្តិមិនអនុវត្តនៅលើមេរៀនដែលព្រះដ៏មានពភាកព្រះអង្គទ្រង់បង្រៀនទេហើយចង់បានសេចក្តីសុខសេចក្តីសុខដ៏ពិតប្រាកដនេះមិនមែនកើតមានដល់បុគ្គលណាដែលអង្គុយតែស្នើសុំអូភ្លាមហើយអនុមោទនីបាទ